បានត្រូវភ្លៀងមកមេរៀងស្រស់ស្រាយបន្តិចវិញហើយបងប្អូនបាទរៀងស្រស់ស្រាយបន្តិចវិញហើយត្រូវភ្លៀងធំមកមេហើយស្ទើហ្នឹង2មេដែរបងប្អូនបាទគ្រាន់តែរលឹមម្សៅដីហើយម្សិលមួយថ្ងៃនេះបានមកភ្លៀងខ្លាំងតែម្ដងបងប្អូនមួយរយៈមុនគឺក្តៅខ្លាំងមែនតើហើយដោយសារឥទ្ធិពលនៃកម្ដៅវាធ្វើឲ្យស្លឹកម្ទេសយើងមួយចំនួនមើលទៅវារបៀបដូចទៅនឹងជំងឺមូសាអ៊ិកអញ្ចឹងបងប្អូនបាទនេះរៀងរួញលឿងប៉ុន្តែវាអត់មែនជាជំងឺទេបងប្អូនប៉ុណ្នេះយើងអាចបាញ់ថ្នាំកែកុនវិញបានបងប្អូនអាចប្រើពពួកស្រាយសមុទ្រពពួកhumic acid អីហ្នឹងបាទអាចកែកុនវាហើយអាចប្រើ gibberellic acid ឬក៏ Lichnis viscaria ដាក់ទៅបញ្ញាក់ត្រួយវាអីបន្ថែមមកវិញបាទហើយសារធាតុមួយចំនួនទៀតប៉ុន្តែកុំទាន់បុកអ៊ុយរ៉េខ្លាំងណាបងប្អូនបាទដោយសារអាកាសធាតុនេះវាអាចនៅក្តៅនៅឡើយទៀតត្បិតតែមានភ្លៀងហើយម្ទេសយើងរៀងស្រស់ស្រាយបានប៉ុណ្នេះបងប្អូនច្រើនដែរមើលទៅដងដើមឃើញថាស្រស់ស្រាយល្អបាទស្រស់ស្រាយល្អនេះយើងបូតត្រួយបូតស្លឹកខាងក្រោមអស់ណាបងប្អូនបាទដើមប៉ុណ្នេះណាបាទហើយខាងលើចាញ់ផ្កាចាញ់ក្តឹបមកច្រើនបាទចាញ់ផ្កាចាញ់ក្តឹបមកច្រើនបាទនេះជាទិដ្ឋភាពចំការម្ទេសរបស់យើងបងប្អូនថ្ងៃនេះថ្ងៃទី5 ខែ 3 2026បាទថ្ងៃទី5 ខែ 3 2026ហើយពាក់ព័ន្ធទៅនឹងការប្រលេះធៀងប្រលេះស្លឹកខាងក្រោមប្រលេះផ្កាតាមបង្គាបទី1ទី2ទី3នេះខ្ញុំបានជជែកច្រើនដងដែរហើយបងប្អូនបាទខ្ញុំបានជជែកច្រើនដងដែរហើយបងប្អូនបានមើលវីដេអូរបស់ខ្ញុំហើយមកដល់បង្គាបទី4ទី5មកដល់លើចឹងមកយើងលែងប្រលេះឲ្យបងប្អូនបាទចាប់ដើមចេញផ្កាឡើងព្រាតហើយបាទគុំខ្លះបែកមែកធៀងសោះសាយល្អគុំខ្លះវាអត់សូវល្អបាទដោយសារមួយរយៈមុននេះក្តៅដូចនេះអីចឹងអត់សូវល្អទេបងប្អូនបាទអត់សូវល្អទេវាក្តៅពេកបាទក្តៅពេកហើយមានរួញខ្លះបងប្អូនខ្លះរួញខ្លាំងតែម្ដងបាទវាក្តៅបាទហើយមែកធៀងខាងក្រោមនេះដើមខ្លះយើងអត់ទាន់បានប្រលេះដែរទេបាទបូតស្លឹកខាងក្រោមនេះដោយសារវាក្តៅហើយដើមខ្លះកាលហ្នឹងវានៅមែកខាងលើវានៅស្ទើបាទនៅស្ទើហើយនៅពេលនេះយើងបានចងខ្សែទប់ដើមកុំឲ្យដួលកុំឲ្យត្រេតដើមប៉ុណ្នេះបើយើងអត់ទប់ចេះទេគឺវានឹងដួលបងប្អូនខ្យល់ជាពិសេសភ្លៀងដើមឆ្នាំចេះទៀតខ្យល់បក់មកគឺអាចរលំអស់តែម្ដងបាទឃើញរួញច្រើនដែរបងប្អូនតែស្អែកនេះយើងនឹងធ្វើការបាញ់សារធាតុមួយចំនួនដើម្បីបញ្ញាក់ដើម្បីកែលម្អវាមកវិញបាទកែលម្អវាមកវិញជាពិសេសយើងអាចបាញ់ឆ្លាស់ជាមួយនឹង Lichnis viscaria gibberellic acid ហើយនឹងពពួកស្រាយសមុទ្រពពួកអីហ្នឹងពពួកកាល់ស្យូមបរ៉ុនអីហ្នឹងបងប្អូនវារួមចំណែកក្នុងការជួយក្នុងការទប់ទល់ជាមួយនឹងអាកាសធាតុក្តៅនេះហើយលំអិតជាមួយខ្ញុំនឹងទម្លាក់ជូនបងប្អូននៅក្នុង comment អំពីការបរិយាយអំពីការប្រើប្រាស់ជីថ្នាំកែកុនម្ទេសមួយចំនួនដែលជួបបញ្ហាដោយសារអាកាសធាតុក្តៅហ្នឹងណាបងប្អូនបាទបងប្អូនដាំដោះម្ទេសបាទយ៉ាងណាដែរហើយបាទខ្ញុំនេះគឺប៉ុណ្នេះហើយបងប្អូនមកដល់ថ្ងៃទី5 ខែ 3នេះបាទមានដើមខ្លះរួញខ្លាំងបងប្អូនបាទដូចដើមនេះរួញខ្លាំងហើយនេះរួញរឹងលើបើមកដើមផ្សេងទៀតអត់អីទេបាទដើមល្អហ្នឹងច្រើនបាទវាមានរួញមកគុំដែរចន្លោះដើមហ្នឹងបាទអរគុណបងប្អូនជូនប៉ុណ្នេះបាទមានអ្វីចូលរួមជាមួយនឹងការដាំដុះម្ទេសបងប្អូនអាចសរសេរបានខាងក្រោមជួបគ្នានៅពេលក្រោយទៀតបាទ